ទៀតញងរដ្ឋាចាតូចមកការលំចាគ្រូលោកគ្រូម្ចាស់គណៈមានសំណួរសួរលោកគ្រូថាហេតុអ្វីបានជាសាសនាពុទ្ធនៅក្នុងប្រទេសឥណ្ឌាមានមិនដល់100%អញ្ចឹងអើយយើងនឹងក៏វិចិត្រដូចតែឥណ្ឌាអញ្ចឹងយើងថា 99% ឬក៏ 90% រាល់ថ្ងៃភាគច្រើននៅតែសបកទេតិចទៀតទៅអាសបកនឹងវាអស់ទៅទៀតទៅរកភាគរយរាប់ឡើងបានដែរណាឥណ្ឌាមុនអស់អាក្លឹមពីមុនអញ្ចឹងដូចតែយើងអញ្ចឹងរាល់ថ្ងៃតិចស្មាមកអថាអូខ្មែរកាន់ពុទ្ធសាសនា 90% ជាងមកអទេទូងបានសបកទៅវត្តទៅសុំបោះខ្សែយន្តស្រោចទឹកអាហ្នឹងពុទ្ធសាសនាមែនទេមែនផងកំពុងទៅកំតិចពុទ្ធសាសនាតាហ្នឹងមានខុសអីពីពួកចែលពួកព្រាមចុះងូទឹកសង្គមគានោះប៉ុន្តែគាត់យកផ្លាក Buddhism យកមកដាក់ទៅហងៃដាក់ផ្លាកនិយាយរួមទៅដាក់ផ្លាកទេក្នុងមនុស្សយើង cancel ច្រើនដូចទៅចំនួនមែនងាប់ហើយមានចោលមកពីណាសិល5ហ្នឹងមិនបាច់ដល់8មិនបាច់ដល់10អីនិយាយទៅវាពុកដល់សបកហ្នឹងទៀតទៅវាបាក់យើងគិតមិនដើមឈើដំបងវាពុកក្លឹមខាងក្នុងតែគុកពុកអារឹសគល់ខាងក្នុងហើយអាខាងក្រៅនៅប៉ុណ្ណាក៏ដោយដួលឡើងទាំងចំហថ្ងៃក្រោយពុទ្ធសាសនាដូចគ្នានៅឥណ្ឌាដូចគ្នាយើងបន្ទោសតែរឿងគេបៀតបៀនពីក្រៅប៉ុន្តែមែនទេវាខូចពីក្នុងវាអស់មានអ្នកសិក្សាត្រួតត្រងប្រតិបត្តិព្រោះពូជព្រាមពូជអីវាកើតនៅនឹងច្រើនពេកអារឿងបនស្រន់ហ្នឹងណាវាកើតនៅនឹងច្រើនពេកកម្លាំងពូជហ្នឹងវាខ្លាំងដល់អ្នកចេះធัวពិតប្រកបដើរតាមមេគេពុទ្ធពិតប្រកបវាកាន់តែតិចទៅវានៅតែអ្នកបនដែរបនស្រន់ដូចតែគ្នាយូរវាលាយចូលគ្នាអស់បាត់សមោលអ្នកកាន់ពុទ្ធសាសនានឹងបដ ாய் វានៅតែបនអញ្ចឹងទៅអញ្ចឹងអាចំតួបនតួព្រាមហ្នឹងគេទៅនងមានទៅណាទៀតយើងរាល់ថ្ងៃហ្នឹងសូម្បីតែលោកនិយាយតែចឹងអើយប្រមាញ់ពុទ្ធសាសនាបងប្អូនគ្នាពុទ្ធសាសនាមានយូរព្រាមមានយូរហើយយើងចោលមិនកើតឃើញទេមិនញាតញោមអ្នកនិយាយនោះសិតតែលោកទេនិយាយចឹងហ្នឹងហើយដល់តំណែងបនហ្នឹងវាខ្លាំងជាងតិចទៅអស់ហើយកម្មផលហ្នឹងវាអស់ហើយរាល់ថ្ងៃហ្នឹងយល់កម្មផលបានប្រហែលភាគរយម៉ែយើងថាកាន់ពុទ្ធសាសនាហើយមេគេពុទ្ធសាសនាគឺបរិញ្ញាពីបដិច្ចសមុបត្តិហ្នឹងហើយនិយាយពីហេតុផលហ្នឹងហើយនិយាយពីកម្មផលហ្នឹងហើយមិនមែនរឿងបនស្រន់ទេប៉ុន្តែឥឡូវអ្នកទៅវត្តបនហើយទៅរៀនពីកម្មផលមិនមែនគ្នាសរុបទៅបានប្រមាណវាតិចសឹងថាមិនដឹងគេរាប់ថាអ្នកកាន់ពុទ្ធសាសនា 90% ហ្នឹងរាប់របៀបម៉េចផងរាប់តែរឿងចេះថ្វាយគុំលោកចេះទៅវត្តថ្ងៃសិលចេះទៅថ្វាយគុំព្រះយកបុណ្យថ្វាយគុំព្រះសុំសុខឲ្យថាពុទ្ធសាសនាដែរណាហើយធិតពិតស្រើតែមិនមែនពុទ្ធសាសនាទេពុទ្ធសាសនិកឬហៅថា Buddhist ហ្នឹងគឺអ្នកមានបញ្ញាដែរអ្នកមានសមាធិបានគេហៅ Buddhist យល់ហេតុផលមិនមែនអ្នកបន់សុំសុខពីខាងក្រៅទេហើយឯងទៅថ្វាយគុំព្រះពាក់បតងកព្រះចង់ឲ្យព្រះការពារចេះថាកាន់ពុទ្ធសាសនាអត់ទេគ្មានទេមិនកាន់ពុទ្ធសាសនាស្អីទេគណៈស្រឡាញ់ថាជាពុទ្ធសាសនិកអីចឹងទៅថ្វាយគុំព្រះបានសុខចឹងទៅពុទ្ធឯណាបរៀនអញ្ចឹងពុទ្ធឯណាបរៀនថាថ្វាយគុំព្រះបានសុខចឹងពុទ្ធឯណាបរៀនថាទៅស្រោចទឹកបានសេរីសួស្តីអញ្ចឹងពុទ្ធបរៀនកំចាត់ចោលពួកជំនឿខុសហ្នឹងតាហ្នឹងហើយបើជំនឿនោះវាកើតពេញអញ្ចឹងហើយដូចអដេញកឌីវាស៊ីដើមឈើទៅសហ្នឹងលងពេញអស់ហើយអញ្ចឹងទៅសមួយក្លឹមអញ្ចឹងកឌីឡើងពូនឡើងខ្ទេចអស់ហើយយើងបោកយកកឌីហ្នឹងជាសមាជិកអ្នកគ្រប់គ្រងទៅសហ្នឹងតើទេកឌីដែលស៊ីហ្នឹងបំផ្លាញទៅសហ្នឹងទេប៉ុន្តែឥឡូវតបោកនោះវាឡើងធំអញ្ចឹងទៅយើងឃើញវាហឹកហាក់ណាប៉ុន្តែសខាងក្នុងពុកអស់ហើយដល់វាលួយមែនទេណាបាត់អត្តសហ្នឹងនៅតែតបោកកឌីដល់នៅតែតបោកកឌីដាក់ឈ្មោះផ្សេងទៅមិនមែនពុទ្ធសាសនាទៀតទេនេះអញ្ចឹងសច្ចធម៌តបងរីកពេញណានៃហ្នឹងប៉ុន្តែពេលអាជំនឿហ្នឹងជំនឿអារបស់ខែខ្លួនបនស្រន់បួងសួងហ្នឹងវាកើតធំទៅវារុំអាសច្ចធម៌ហ្នឹងចិត្តទៅពុកបាត់ទៅវានៅតែតួបនស្រន់ដួបួងសួងមួយទឹកលៀងបាបហ្នឹងទៅអស់លេងឯណាពុទ្ធសាសនា
នៅទៅសបកកឌីហ្នឹងយើងដូចគ្នាចឹងដែរតិចទៅហើយនៅតែយ៉ាងច្រើន100ឆ្នាំទៀតនឹងស្អីវិញហ្នឹងទៅយើងអត់ទៅរៀនពីខ្លឹមរបស់ Buddhism ហ្នឹងយើងអត់រៀនពីហេតុផលមែនទេណាដូច្នេះវាមិនចម្លែកទេដំបូងឡើយមុននឹងពុទ្ធសាសនាបាត់ណាជំនឿផ្ដេសផ្ដាស់វាកើតដល់វាកើតឡើងទៅដូចមកលើឧទាហរណ៍អញ្ចឹងលើឧទាហរណ៍ថាគេគិតថារីចម្រើនដូចយើងដល់វត្តកើតច្រើនបរិស័ទធ្វើបុណ្យគ្រប់ក្រែងទៅវត្តវាប្រជែងគ្នាទៅវត្តច្រើនប៉ុន្តែម្ដងមានអីមានទៅបន់ស្រន់មានទៅដុតធូបមានទៅបួងសួងមានទៅផ្ដាច់កម្មពីវាគ្មានទៅធម្មកថាធម្មសាកច្ឆានាំឲ្យរីចម្រើនគ្មានទេតែមើលគ្មានទេយ៉ាងច្រើនមានទេសនាតាមប្រពៃណីហ្នឹងលោកទេសចឹងទៅអង្គុយត្មឹងអានិសង្ឃចេញចប់ទៅវិញទៅគ្មានយល់អីទេលោករៀនណាបានស្អីយល់បញ្ញាយើងហ្នឹងទាំងអស់គ្នាហ្នឹងអញ្ចឹងដល់ពេលដល់កពូនហ្នឹងតួ Buddhism តួអរិយមេអង្គ8តួពោធិបក្ខយធម៌ស្មើថាដូចជាសសរក្រាក់មួយដ៏ប៉និតស្អាតអញ្ចឹងប៉ុន្តែអ្នកទៅរោមហ្នឹងមិនមែនទៅជ្រកមិនមែនទៅជួយថែទេទៅជាកឌីទៅចង់បានសុខវាអាហ្នឹងហ៎ដូចចឹងខំចោះកពូនគេថាគេខំគេណាខំមកប្រមូលគ្នាឲ្យច្រើនប៉ុន្តែរបៀបដូចកឌីទេទៅស៊ីអត់សហ្នឹងស៊ីយូកពូននាំមកពីក្រៅខ្លះទៅស៊ីអាហ្នឹងពូននៅហ្នឹងខ្លះទៅយូទៅបោកប្រព័ន្ធណាណៃ large in number គឺនៅក្នុងចំនួនហ្នឹងច្រើនណាស់រាប់ភាគរយអ្នកកាន់ពុទ្ធសាសនាច្រើនណាកាន់ភាគរយអ្នកកាន់ពុទ្ធសាសនាច្រើនយូវាលុបអត្តសរបាត់អញ្ចឹងវាចិត្តទៅស៊ីដូចយើងទៅបួងសួងបន់ស្រន់តែពីពុទ្ធអញ្ចឹងដូចយើងខ្ញុំគ្នាទៅចោះទៅសហ្នឹងខ្ទេចខ្ទីអស់អញ្ចឹងហ្នឹងដល់យូវានឹងបង្កើតរូបភាពថ្មីមួយទៀតបាត់ទៅតួពុទ្ធៈតួត្រាស់ដឹងតួអរិយសច្ចៈធម៌នោះវាបាត់ទៅអញ្ចឹងវានៅតែរូបភាពបន់ស្រន់វានៅតែរូបភាពបួងសួងផ្ដាច់កម្មពីអង្វរកនឹងទៅឲ្យឈ្មោះថ្មីទៅឯសាសនាអីចូលទៅព្រាមវិញអស់ទៅចូលទៅកន្លែងបន់វិញអស់លែងមានឈ្មោះថាជា Buddhist អីទៀតហើយឥណ្ឌានឹងបាត់ដោយសារអញ្ចឹងដោយសារចូលទៅបន់ចូលទៅឲ្យខ្សែនេះបន្តិចចេះអាជំនឿផ្ដេសផ្ដាស់ហ្នឹងយូវានៅតែបន់អញ្ចឹងទៅឥឡូវបាត់ Buddhist ទៅណាបាត់ដូចមកនិយាយថាយើងរាល់ថ្ងៃម្នាក់គ្រប់គ្រងពុទ្ធសាសនាខ្ញុំខំគ្រប់គ្រងខ្ញុំខំណាស់ខំនោះអើយមិនខំរឿងអីអាត្មាជាចឹងថាខំរឿងអីណាខំរឿងអីអាខំឆ្លោះគ្នាតាមវត្តហ្នឹងក៏ចិត្តតែខំថាដើម្បីសាសនាដែរនេះហើយនឹងមេគាឆ្លោះគ្នាហ្នឹងពុទ្ធបរិញ្ញាឲ្យទៅឆ្លោះទៅដើមវត្តគ្នាអញ្ចឹងអត់ទេអត់ផងប៉ុន្តែយកគុណសម្បត្តិថាអញសិតតែជួយសាសនាចេះខ្ទេចអស់ហើយអញញ៉ៃពេញនោះឃើញទេចឹងពុទ្ធសាសនាវាខ្ទេចដោយសារតែអ្នកកាន់ហ្នឹងដូចពុទ្ធបរមគ្រូព្រះអង្គថាអញ្ចឹងហ្នឹងសាសនាតថាគតនេះរុងរឿងរីចម្រើនក៏ដោយបរិស័ទហ្នឹងថយក៏ដោយសារបរិស័ទហ្នឹងហើយរុងរឿងដោយសារប៉ុន្មានមាន5រឿងដែលឲ្យរុងរឿងដោយសារ5ពុទ្ធបរិស័ទស្ដាប់សិក្សារៀនសូត្រនៅអ្វីដែលពុទ្ធបរៀនមកមិនទៅរៀនពាក្យអាចារ្យមិនទៅរៀនពាក្យលោកតាមិនទៅរៀនពាក្យណាគឺរៀនពាក្យពុទ្ធណារៀនពាក្យអ្នកត្រាស់ដឹងណាមិនសួរថាយាយទៅវត្តរាល់ថ្ងៃទៅរៀនពាក្យអាចារ្យឬក៏ទៅរៀនពាក្យដាក់ត្រាស់ដឹងបរិស័ទរាល់ថ្ងៃទៅរៀនតែធម៌គេតែងនោះចេះសូត្រច្រើនណាហ្នឹងចេះថាមែនទេធម៌គេតែងមានបានរៀនធម៌ពុទ្ធឯណាអត់ចេះសូត្រមួយថ្ងៃសូត្រមិនជាប់ភាកច្រើនសេតធម៌គេតែងទី2ស្វាត់ជាយហើយស្វាត់ជាយរំលឹកហ្នឹងរំលឹកអីរំលឹកអ្វីដែលពុទ្ធបរិញ្ញាហ្នឹងតែយើងសូត្រវាអត់បានសូត្ររំលឹកពាក្យពុទ្ធហ្នឹងទៅទៀតរំលឹកតែពាក្យអាចារ្យឃើញទេពាក្យអាចារ្យពាក្យលោកតាបកែតែងហ្នឹងទី3ត្រួតត្រងដល់ត្រួតត្រងទុកប្រកាន់មមតារឿងជំនឿផ្ដេសផ្ដាំងអត់ត្រួតត្រងការបរៀនរបស់ពុទ្ធផងនោះឃ
ឃើញទេអញ្ចឹងមករីចម្រើនមកពីណាទី4គឺផ្ទៀងផ្ទាត់សង្កេតពិនិត្យឲ្យវាច្បាស់ថាណាពាក្យពុទ្ធណាមិនមែនពាក្យពុទ្ធឲ្យច្បាស់ទៅហ្នឹងហើយទី5ច្បាស់ពិតប្រាកដហើយប្រតិបត្តិអញ្ចឹងរងរឿងតែហេតុ5ហ្នឹងអត់មានរឿងធ្វើពហិបិទមាសអីពុទ្ធសាសនារីចម្រើនអត់ទេប្រមូលមនុស្សបាន1លានអ្នកមកធ្វើបុណ្យជុំគ្នាម្ដងរីហ្នឹងអាហ្នឹងក៏អត់ដែរអត់ទេតិចក៏ដោយឲ្យតែច្បាស់ហ្នឹងឯងឈ្មោះរីចម្រើនទី1សិក្សាស្ដាប់ដោយគោរពស្វាធ្យាយដោយគោរពទ្រទ្រង់ដោយគោរពសង្កេតអត្តន័យឲ្យវាច្បាស់និងប្រតិបត្តិអាហ្នឹងរីចម្រើនហើយដល់រាបណាហើយដល់ពេលវិនិច្ឆ័យទៅវិញមិនស្ដាប់មិនរៀនពាក្យពុទ្ធណាអត់ដល់មិនស្ដាប់មិនរៀនបានស្អីយកមកស្វាធ្យាយអត់ស្វាធ្យាយកើតទេអត់ត្រួតត្រងទុកកើតទេអត់អាចកំណត់ឋានៈជាពាក្យពុទ្ធពិតមិនពិតកំណត់អត់បានដល់កំណត់អត់បានប្រតិបត្តិអត់កើតអលាយចឹងហ្នឹងអលាយចឹងសួរពីណាអ្នកធ្វើឲ្យលេថាអត់ទេយើងហ្នឹងយើងតែច្រើនគ្នាហ្នឹងច្រើនគ្នាច្រើនដូចរបៀបកដៀទៅពូនរុំទៅសអញ្ចឹងហ្នឹងយូរវានៅតែកដៀហ្នឹងទៅបាត់ទៅសទៅសច្ចៈធនហ្នឹងបាត់ទៅហងៃអញ្ចឹងឃើញហើយដល់ពេលគាត់ការពារគាត់មានទៅការពារទៅសឯណាគាត់ការពារតែសបុកកដៀគាត់ហ្នឹងហងៃនៅអាត្មានិយាយប៉ះជំនឿខុសអាជឿផ្ដេសផ្ដាស្រោចទឹកម្ដោះគ្រោះអញ្ញាចុះឡើងទៅដូចទៅសបុកកដៀហ្នឹងគាត់នាំគ្នាការពារតែហ្នឹងគាត់មានទៅការពារទៅសឯណាដែលសដូចជាសច្ចៈធនដែលពុទ្ធបរិញ្ញាគាត់គ្មានគាត់ខ្លាចបាត់អាសបុកកដៀដែលសាងដោយមនុស្សមិច្ឆាទិដ្ឋិតែគាត់មិនខ្លាចបាត់អ្វីដែលពុទ្ធបរិញ្ញាទេថ្ងៃហ្នឹងអ្នកជឿផ្ដេសផ្ដាស់ក្នុងសង្គមយើងថ្ងៃហ្នឹងគាត់ហ៊ានឆ្លោះដើម្បីការពារសបុកកដៀតែគាត់មិនហ៊ានឆ្លោះដើម្បីការពារសច្ចៈធម៌ដែលដូចជាសសរដ៏ល្អនោះទេនេះសុកចិត្តខុសមួយពុទ្ធចុះអញមិនខុសមួយអាចារ្យនេះអញមិនខុសមួយដូនតាអញមិនខុសជាមួយនឹងជំនឿខុសទេអញសុកចិត្តខុសមួយពុទ្ធចង់ពុទ្ធថាម៉េចអានឹងរឿងរបស់ពុទ្ធតែអញត្រូវការពារស្អីដែលអញឆ្លប់ធ្វើអញ្ចឹងការពារសបុកកដៀទីផុតបាត់សសរនឹងឯងជាការពិតណាកដៀមិនបាត់ទេពូជកដៀនឹងវាមិនបាត់ទេបាត់ទៅសសរទេរីទីយ៉ាងណាប្រកេនសំណួរតើព្រះវិន័យទាំងអស់បើមិនបដិបត្តិតាមសុទ្ធិបាបឬតើព្រះវិន័យណាខ្លះដែលមិនបដិបត្តិតាមបាបមិនបដិបត្តិតាមមិនមានបាបចុះបើប្រព្រឹត្តខុសបាបហេតុអ្វីគ្រាន់តែសំដែងត្រូវអាបត្តិក៏លែងមានបាបហើយបាបអីក៏ងាយម្លេះគ្រាន់តែសូត្រសោះបាត់ដែរតើអ្នកយល់ទេបាបជាអ្វីចុះបើលែងមានបុណ្យលែងមានបាបតើបុគ្គលនោះជាអ្វីសូមអរគុណនឹងយើងទល់តែយល់ពីទិសដៅដែលពុទ្ធបរិញ្ញាមកសិតតែមានហេតុផលទាំងអស់អាបត្តិវាមានអាបត្តិធ្ងន់អាបត្តិមធ្យមហើយនិងអាបត្តិស្រាលអាបត្តិខ្លះមានចិត្តជាសមុដ្ឋានអាបត្តិខ្លះជាអចិត្តកៈសិក្ខាបទមិនមានចិត្តក៏ត្រូវដែរអាបត្តិខ្លះមានបាបជាសមុដ្ឋានអាបត្តិខ្លះមានកុសលជាសមុដ្ឋានយើងត្រូវសិក្សាឲ្យអស់អាបត្តិដែលសម្ដែងបានគឺអាបត្តិដែលអាចនៅកែខ្លួនបានដើម្បីប្រព្រឹត្តល្អតទៅទៀតក្នុងនាមជាអ្នកបួសនឹងហៅថាសម្បត្តិសម្ដែងបានមានពីរមួយដោយការសម្ដែងមួយដោយការធ្វើកម្មមានបរិវាសកម្មជាដើមប៉ុន្តែអាបត្តិដែលសម្ដែងបានវាដាច់តែអាបត្តិតែបាបមិនដាច់ទេអញ្ចឹងណាឧទាហរណ៍ភិក្ខុសម្រាប់សត្វត្រូវអាបត្តិបាចិត្តយៈ
ចឹងមិនដល់បរាជិកទេប៉ុន្តែបានផ្ដាច់ផ្ដាល់ជីវិតសត្វហើយក្រោយមកក៏ភ្ងាខ្លួនថាខ្លួនឯងខុសហើយធ្វើនឹងមិនត្រូវទេបើមិនបានសម្ដែងអាបត្តិនឹងចេញទេអាសេចក្តីក្តៅក្រហាយវាចេះតែរំខានចិត្តវារំខានចិត្តណាអារឿងកម្មពៀនោះវាមានហើយគ្មានអីទៅផ្ដាច់បានទេយើងសម្ដែងក៏ដោយមិនសម្ដែងក៏ដោយជាពាក់ជីវិតគេបាត់ហើយយើងផ្ដាច់ជីវិតគេបាត់ហើយសម្ដែងក៏វានៅតែជាពាក់ជីវិតគេមិនសម្ដែងក៏នៅតែជីវិតគេដដែលក៏ប៉ុន្តែហេតុអីបានត្រូវឲ្យសម្ដែងការសម្ដែងអាបត្តិគឺវាកើតពីការដឹងខ្លួនកើតពីការភ្ញាក់ខ្លួនឧទាហរណ៍ថាបើសិនជាយើងមិនដឹងថានឹងជាកំហុសទេហើយយើងមិនសម្ដែងចេញទេយើងអាចធ្វើអានឹងទៀតយើងអាចពេញចិត្តធ្វើនឹងអានឹងទៀតប៉ុន្តែដល់យើងសម្ដែងចេញមានន័យថាយើងតាំងចិត្តនិងយើងបានសន្យាថាយើងឈប់ធ្វើអានឹងតទៅទៀតហើយដូចនេះចិត្តយើងវាបាន clean ពីព្រោះយើងបានទទួលកំហុសថានឹងខុសមែនអញ្ចឹងបានពេលសម្ដែងអាបត្តិនោះមិនមែនជាការសូត្រដោយប្រពៃណីទេខ្ញុំណាក៏ធ្លាប់ឆ្លងកាត់ចឹងដែរការសម្ដែងអាបត្តិតាមវត្តសឹងតែ 90% ជាងគឺសូត្រនឹងឯងអាសូត្រនឹងមិនមែនហៅថាសម្ដែងអាបត្តិទេសម្ដែងអាបត្តិស្មើនឹងការទៅសុំទោសអញ្ចឹងការសុំទោសត្រូវប្រកបដោយលក្ខណៈ3ទី1ដឹងខុសពិតប្រាកដទី2ហ៊ានសារភាពទី3តាំងចិត្តទៅឈប់ធ្វើណាឧទាហរណ៍ថាឥឡូវសម្រាប់សត្វមួយត្រូវបាត់បាចរិយៈមួយមិនមែនចិត្តទៅសូត្រដូចយើងធ្លាប់តាមប្រពៃណីមកថាម៉េចខណៈឲ្យតែមុននេះសាពេតាបច្ចរជេមេសាពេតាបច្ចរជេមេសាពេ nothing អានឹងអត់ប្រយោជន៍ធ្វើក៏ដោយមិនធ្វើក៏ដោយអត់ប្រយោជន៍ទេទល់តែយល់ថាតើខុសអីយើងមានភាពស្ដាយក្រោយចំពោះអំពើដែលយើងធ្វើខុសចូលទៅរកភិក្ខុមួយអង្គទៀតទៅដល់ប្រាប់ថាលោកម្ចាស់ឬក៏អវសោនឹងបើគេអវសាតិចជាងបើគេចាស់ជាងហៅលោកម្ចាស់ចឹងទៅថាថ្ងៃនេះខ្ញុំមានសេចក្តីភ្លៀងផ្លត់បានធ្វើឲ្យសត្វមួយបាត់បង់ជីវិតសម្រាប់សត្វមួយដោយចេតនាដូច្នេះខ្ញុំសូមមកសម្ដែងអាបត្តិនឹងចេញហ្នឹងហើយអញ្ចឹងវិធីសម្ដែងគឺត្រូវថាតាមអាបត្តិហ្នឹងអហង្ផន្តេអេកੰបាចិត្តយ៉ាងអញ្ចឹងបើអាបត្តិមួយប្រាប់ថា1ទៅ2ប្រាប់ថា2ទៅបើពិតលោកម្ចាស់ខ្ញុំកណាសូមសម្ដែងនៅអាបត្តិមួយឈ្មោះបាចិត្តយៈព្រោះធ្វើជីវិតសត្វហ្នឹងឲ្យដាច់អញ្ចឹងលោកអ្នកទទួលការសម្ដែងនោះសួរបច្ចៈសួរថាបស្សសិតੰអបត្តੰបស្សសិអវសោតੰអបត្តੰចុះអវសោឯងដឹងថានឹងជាទោសកំហុសមែនទេដឹងថានឹងខុសមែនណាអមៈបស្សាមិអមៈផន្តិបស្សាមិបើពិតលោកម្ចាស់ដ៏ចម្រើនខ្ញុំព្រះអង្គដឹងខ្ញុំកណាដឹងថានឹងជាទោសជាកំហុសពិតមែនហ្នឹងហើយចុះពីថ្ងៃហ្នឹងទៅអ្នកឯងត្រូវធ្វើម៉េចអាយតੰអវសោសង្ឃបរិយាសិចាប់ពីថ្ងៃហ្នឹងទៅអ្នកឯងសង្រួមប្រយ័ត្នទេសទ្ធុផន្តិសង្ឃបរិសាមិបើពិតលោកម្ចាស់ដ៏ចម្រើនតាំងពីថ្ងៃហ្នឹងទៅខ្ញុំកណានឹងសង្រួមប្រយ័ត្នអ្នកបនេវង្ករេសាមិខ្ញុំមិនធ្វើអញ្ចឹងទៀតទេហេតុអីបានត្រូវសម្ដែងអញ្ចឹងទី1ជាការភ្ញាក់ខ្លួនទី2តាំងចិត្តនិងសន្យាថាមិនធ្វើតទៀតដើម្បីឲ្យចិត្តនឹងវា clean ដើម្បីឲ្យចិត្តនឹងវា clear ក្នុងការចម្រើនវិបស្សនាអីទៅវាអត់ក្តៅកាហាយអីទេប៉ុន្តែសួរថាទោសសម្រាប់សត្វនោះដាច់ទេអានោះថាដាច់ទេឈ្មោះថាសម្លាប់ហើយឈ្មោះថាផ្ដាច់ផ្ដាល់ជីវិតគេហើយកម្មពៀបណ្ណានៅប៉ុណ្ណឹងដែរអត់មានបាត់ទៅណាទេតែការសម្ដែងនេះទី1ដើម្បីសង្រួមឈប់ធ្វើបាបបន្ថែមទៀតហើយដើម្បីដោះចិត្តនឹងឲ្យវា clean អាចចម្រើនគុណធម៌ផ្សេងទៀតបានតែប៉ុណ្្នឹងឯងតែបាបជីវិតគេនោះមិនមែនស្រោចស្រង់ដោយការសម្ដែងឡើយការសម្ដែងនេះគឺដើម្បីរវាងប្រយ័ត្នមិនធ្វើតទៅទៀតដើម្បីឲ្យគេជួយទទួលដឹងឮហើយជាការហ៊ាន reveal
ការហ៊ានប្រកាសទោសថាខ្លួនឯងពិតជាបានធ្វើខុសមែនហ្នឹងហើយអញ្ចឹងណាឬក៏យើងឥឡូវយើងទៅជេរប្រមាថគេជាអាបត្តិទុក្ខទុភាសិតណាដល់ហើយមនុស្សខ្លះជេរគេអត់សុំទោសឯណាអត់លាតត្រដាងទោសឯណាខុសឲ្យអត់ហ៊ានថាខុសទៀតព្រោះវាមាននេះអញ្ចឹងត្រូវមានច្បាប់មួយបើណែឯងមិនលាតត្រដាងទោសណែឯងមិនសុំទោសទេណែឯងជាមនុស្សមាននេះធ្វើខុសបំពេញអញ្ចឹងដាក់មេនេះចុះទៅដល់សារភាពខ្ញុំកណាត្រូវបាត់ទុភាសិតដែរថ្ងៃនេះជេរគេណាណែឃើញថានឹងជាទោសទេថានឹងទោសមែនធ្វើទៀតទេអត់ទេឈប់ធ្វើប៉ិនបាបកម្មដែលជេរគេនោះទៅណាថាទៅណាទេអានឹងកាលនឹងខឹងដាច់ជាកម្មបត្តិហើយហ្នឹងហើយអកុសលនឹងការរួចហើយក៏ប៉ុន្តែវាក្លៀនចិត្តពេលហ្នឹងនៅពេលដែលយើងចម្រើនគុណធម៌ផ្សេងទៀតវាមិនរំខានព្រោះយើងបានរំដោះចិត្តយើងតែបាបកម្មដែលត្រូវគេជេរក្នុងសង្សារវដ្តវិញយ៉ាងម៉េចគឺនៅអញ្ចឹងដដែល